ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តដែលនិយមតាមដានរឿងភាគចិនបែប anime ទាំងអស់គ្នាបាទថ្ងៃនេះadminនឹងមកសម្រាយរឿងភាគចិនថ្មីមួយដែលរឿងភាគនេះមានចំណងជើងថា Sword and Swery ដែលបកប្រែជាភាសាខ្មែរថាអ្នកក្លាហានដាវទឹកមិនដឹងថា admin បកប្រែចំណងជើងនេះខុសឬមួយក៏ត្រូវសូមទស្សនាជួយកែតម្រូវទាំងអស់គ្នាទាំងដើម្បីកុំឲ្យខាតពេលវេលាយូរតោះយើងចូលមកតាមដានទស្សនានៃសាច់រឿងទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងនៅក្នុងពិភពមួយដ៏អស្ចារ្យដែលជាទីកន្លែងសង្គ្រាមចិត្តសាស្ត្រនិងក្បាច់គុណគណៈពេលនោះយើងក៏បានឃើញអ្នកគុណនិយមពីរនាក់ដែលកំពុងតែប្រយុទ្ធស៊ីសាច់ហុតឈាមរវាងគ្នាទៅវិញទៅមកផងលូដែលជាស្ដេចបិសាចដែលមានអំណាចបានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះហ្វៃផឹងដែលជាមេទ័ពដាវទើបទី1នៃឋានសួគ៌ដោយចាត់ទុកថាហ្វៃផឹងជាគូប្រកួតតែមួយគត់ក្នុងចំណោមភពទាំង6ដែលមានសមត្ថភាពស្មើនឹងខ្លួនគណៈពេលនោះហ្វៃផឹងជាមួយនឹងឆុងលូពួកគេបាននាំគ្នាប្រកួតឲ្យដឹងពិតប្រាកដថាតើពួកគេទាំងពីរនាក់ណាគឺជាអ្នកខ្លាំងពិតប្រាកដក្នុងការប្រយុទ្ធនោះហ្វៃផឹងបានដាក់លក្ខខណ្ឌទៅកាន់ឆុងលូថាប្រសិនបើឆុងលូចាញ់គេនឹងមិនឈានជើងឆ្លងកាត់ម្ដងទេបិសាចដើម្បីមករំខានឋានសួគ៌ទៀតឡើយទោះបីជាយ៉ាងណាក៏ដោយការប្រយុទ្ធរវាងអ្នកគុណនិយមទាំងពីរគឺជាការបំពានច្បាប់ឋានសួគ៌ដ៏ធ្ងន់ធ្ងរពីព្រោះថាហ្វៃផឹងបានលួចបោះបង់ចោលតំណែងការពារព្រំដែនដ៏សំខាន់ហើយថែមទាំងបានធ្វើឲ្យបាត់បង់ដាវទេប្រចាំខ្លួនទៀតផងដោយសារតែការធ្វើខុសនៅវិន័យឋានសួគ៌ដ៏តឹងរ៉ឹងហ្វៃផឹងគឺមិនអាចគេចផុតពីទោសទណ្ឌកម្មនៃឋានសួគ៌នោះឡើយអធិរាជឋានសួគ៌បានកាត់ទោសហ្វៃផឹងដោយបណ្ដេញហ្វៃផឹងចុះមកចាប់ជាតិនៅក្នុងពិភពមនុស្សលោកដើម្បីរកទុក្ខវេទនានិងទទួលទរណកម្មដោយសារទង្វើដែលបានធ្វើការពីលើកមុនបាទអ្នកទាំងអស់គ្នាបន្ទាប់ពីអធិរាជឋានសួគ៌បានកាត់ទោសឲ្យហ្វៃផឹងធ្លាក់មកចុះចាប់ជាតិនៅភពមនុស្សលោកវិញក៏យើងបានឃើញនារីម្នាក់ក៏ស្រក់ទឹកភ្នែកណាតែអត់ដឹងថាជាប់ពាក់ព័ន្ធអ្វីជាមួយនឹងគ្នាមានតែយើងចាំតាមដានបន្តទៀតតែកន្លងទៅជាច្រើនសតវត្សហ្វៃផឹងបានចាប់កំណើតកើតមកជាយុវជនម្នាក់ដែលមានឈ្មោះថាជីងធានដែលជាបុគ្គលិកថ្នាក់ទាបនិងក្រីក្រម្នាក់រស់នៅក្នុងហាងបញ្ចាំមួយដែលមានឈ្មោះថាយ៉ងអានបើទោះបីជាបាត់ការចងចាំពីអតីតកាលក៏ដោយក៏ប៉ុន្តែដួងវិញ្ញាណរបស់ហ្វៃផឹងគឺតែងតែដកជាប់នៅជាស្រមោលអតីតកាលបានធ្វើឲ្យជីងធានតែងតែភ្ញាក់ពីដំណេកទាំងភ័យខ្លាចជាញឹកញាប់ហើយយល់សប្តិឃើញការប្រយុទ្ធគ្នាជារឿយៗនេះក៏ព្រោះតែទង្វើដែលជីងធានបានធ្វើការពីជាតិមុនមកសាច់រឿងបានកើតមកដល់បច្ចុប្បន្នកាលដែលហ្វៃផឹងបានចាប់កំណើតកើតមកជាជីងធាននៅវេលាយប់ពាក់កណ្ដាលអាធ្រាត្រជីងធានដែលបានដេកនៅក្នុងហាងបញ្ចាំខណៈពេលនោះស្រាប់តែមាននារីម្នាក់លួចចូលមកយ៉ាងអាត់កំបាំងនារីម្នាក់នោះគឺឈ្មោះថាងឈៀនដែលជាអ្នកនាងម្ចាស់វ័យក្មេងភូមិគ្រឹះត្រកូលថាងនាងបានលួចយកប៉ុន្តែស៊ីសាក្រហមដ៏កម្រដែលជាវត្ថុបុរាណជាកាដូពីមិត្តសម្លាញ់របស់លោកតានាងបន្ទាប់ពីនាងបានជួបជាមួយនឹងជីងធាននាងក៏បានពឹងឲ្យជីងធានជួយរករបស់ជំនួសឬក៏ជួសជុលព្រោះនាងបានធ្វើឲ្យវាបែកបាក់ហើយខ្លាចលោកតារបស់នាងដែលមានជំងឺឈឺធ្ងន់មានការពិបាកចិត្តដោយសាររបស់ដែលនាងបានធ្វើឲ្យបែកបាក់បាទអ្នកទាំងអស់គ្នាតាមពិតជីងធានស្នាក់នៅក្នុងហាងបញ្ចាំចុងអានហើយម្នាក់ស្រីនោះគឺជាចៅរបស់តកែហាងដោយសារតែនាងនឹងបានធ្វើឲ្យបែងតែរបស់តានាងនឹងបែកហើយនាងក៏បានចូលមកក្នុងហាងនោះដើម្បីយករបស់ជួសជុលបែងតែនឹងឲ្យស្អាតសាឡើងវិញជីងធានដែលជាមនុស្សមានភ្នែកទិព្វនិងជំនាញខាងវត្ថុបុរាណបានធានាអះអាងថានឹងជួសជុលឲ្យបានស្អាតសាឡើងវិញក៏ប៉ុន្តែនៅក្នុងគណៈពេលនោះក៏ស្រាប់តែមានឧបទ្ទវហេតុរំជួលដីមួយបានកើតឡើងស្រាប់តែមានធូបការមួយធ្លាក់រៀបនឹងកិនທາງឈៀនជីងធានក៏បានជួយសង្គ្រោះທາງឈៀនទាន់ពេលក៏ប៉ុន្តែនៅក្នុងពេលនោះដែរທາງឈៀនក៏បានធ្វើឲ្យរបស់មួយយ៉ាងបានមុតទៅចំជីងធានហើយរបស់នោះគឺជារបស់មានពឹសផងដែរពេលនោះທາງឈៀនក៏សួរបែបក្តីបារម្ភទៅកាន់ជីងធានថាណែលោកតាលោកមិនអីមិនដែរទេដោយសារតែឧបទ្ទវហេតុកើតឡើងរបស់មានពឹសនោះក៏បានមុតប៉ះជីងធានដោយអចេតនាທາងឈៀនដោយសារតែការប្រញាប់មកហាងដើម្បីជួសជុលប៉ាន់តែតារបស់នាងវិញហើយនាងក៏មិនបានយកថ្នាំបន្សាបមកតាមខ្លួនទេនាងក៏បានប្រាប់ឲ្យជីងធានជួយបិទគម្របឬជួសជុលប៉ាន់តែតារបស់នាងឲ្យស្អាតសាឡើងវិញនាងនឹងទៅយកថ្នាំបន្សាបពឹសមកឲ្យជីងធានវិញបន្ទាប់ពីត្រឡប់ចេញពីហាងបញ្ចាំទៅរកថ្នាំបន្សាបឲ្យជីងធានທາງឈៀនបែរជាត្រូវជួបគ្រោះថ្នាក់មួយដែលគ្រោះថ្នាក់នោះគឺបានកើតឡើងផ្ទាល់នៅក្នុងត្រកូលរបស់នាងតែម្ដងលោកពូទី7របស់នាងគឺមានឈ្មោះថាថាងអ៊ីបានក្លាយជាជនក្បត់មួយនៅក្នុងគ្រួសារថាងអ៊ីដែលជាលោកពូទី7របស់ថាងឈៀនបានលួចបំបីបាក់ទៅខុបខិតជាមួយសាលាមួយដែលមានឈ្មោះថាសារន្ទះថាងអ៊ីដែលបានលួចខុបខិតជាមួយសារន្ទះនោះគឺគោលបំណងរបស់គេគឺចង់ដណ្ដើមយកសត្វទេពពឹសទាំង5ដើម្បីយកទៅផ្សំថ្នាំនិងចម្រាញ់ធ្វើជាគុជពឹសទាំង5ការចម្រាញ់ទេពពឹសទាំង5ឲ្យទៅជាគុជពឹសទាំង5គឺសម្រាប់ជួយមេបកដែលមានឈ្មោះថាលូដើម្បីវឹកហាត់វិជាភ្លើងទេពឲ្យឈានដល់កម្រិតកំពូលខាង
អ៊ីដែលជាមនុស្សក្បត់បាក់បានដឹងហើយថាមេកែត្រកូលថាងដែលជាលោកតារបស់ថាងឈៀនកំពុងតែឈឺធ្ងន់ចិត្តស្លាប់ដូច្នេះពួកគេលែងខ្វល់នឹងការក្បត់បាក់ទៀតហើយនៅពេលដែលដឹងថាថាងឈៀនបានលួចអាត់កំបាំងទាំងនេះថាងអ៊ីបានបញ្ជាឲ្យកម្លាំងនិងក្រុមគ្នារបស់គេដេញតាមចាប់ខ្លួនរបស់ថាងឈៀនដើម្បីកុំឲ្យនាងទៅរារាំងផែនការវាយលុកបំផ្លាញភ្នូពឹសនិងយកសាទេពឹសទាំង5ត្រឡប់មកដល់ជាងធានវិញនៅពេលដែលស្វែងរកថាងឈៀនមិនឃើញនៅតាមផ្លូវគាត់ក៏បានជួបជាមួយនឹងបុរសដែលមានចរិតចម្លែកម្នាក់ដែលអះអាងថាខ្លួនឯងជាអ្នកគុនដាវនៃភ្នំស៊ូនិងជាអ្នកខ្លាំងពូកែខាងផឹកស្រាព្រមទាំងមានឈ្មោះហៅក្រៅជាច្រើនដូចជាបិសាយគោមឬអេសីលាក់ស្បៀងជាដើមភ្លាមនោះគ្រោះថ្នាក់ពិតប្រាកដក៏បានមកដល់គឺជាងធានបានប្រឈមមុខជាមួយនឹងពួកបិសាចគោមពិតប្រាកដដែលមានបំណងចង់ចាប់ខ្លួនជាងធានយកទៅដុតស៊ីជាងធានបានប្រើល្បិចនិងព្យាយាមប្រយុទ្ធរួមទាំងរត់គេចខ្លួនបានយ៉ាងត្រដាប់ត្រដួសតម្រាំតែអាចត្រឡប់មកដល់ហាងបញ្ចាំវិញបាននៅពេលដែលជាងធានត្រឡប់មកដល់ហាងបញ្ចាំចុងអានវិញទាំងសុភាពទន់ដៃទន់ជើងគាត់បែរជាត្រូវថាការហាងស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរចោទប្រកាន់ថាគាត់ជាមនុស្សខ្ជិលច្រអូសនិងលួចដើរលេងចោលការងាររហូតដល់គម្រាមកាត់ប្រាក់ខែជាងធានថែមទៀតផងប្រសិនបើគាត់មិនព្រមស្ដាប់បង្គាប់នោះទេទោះបីជាត្រូវរងសម្ពាធពីថៅកែក៏ដោយនិងមានចិត្តពឹសនៅក្នុងខ្លួនក៏ដោយក៏ប៉ុន្តែជាងធានបានយល់ច្បាស់ពីស្ថានភាពដ៏គ្រោះថ្នាក់ដែលកំពុងកើតឡើងចំពោះត្រកូលថាងនិងថាងឈៀនបាទប្រិយមិត្តទាំងអស់គ្នាវីដេអូនេះសូមស្លេះត្រឹមតែប៉ុណ្ណេះយើងនឹងតាមដាននៅភាគ2បន្តទៀតបើសិនជាខុសត្រូវយ៉ាងណាសូមប្រិយមិត្តខន្តីអភ័យទោសកុំភ្លេចជួយ Subscribe ម្នាក់មួយផងបាយបាយ